នៅក្នុងថ្ងៃ15កើតខែអស្សុចពុទ្ធសករាជ2547ចឹងណាកណាគុណចាស់ញាតិញោមស្រីប្រុសទាំងអស់បាននិមន្តនឹងអញ្ជើញមកអំពីទីកន្លែងនានាគ្រប់ទិសទីទាំងអស់មានឆ្ងាយមានចិត្តមានសេចក្តីសុខណាស់នៅក្នុងថ្ងៃនេះដោយបុណ្យកុសលបានចម្រើនក្នុងចិត្តសន្តានមានសទ្ធាជ្រះថ្លាក្នុងគុណបរតនត្រ័យនិងប្រព្រឹត្តទៅដើម្បីធ្វើទានរក្សាសិលស្ដាប់ព្រះធម៌ជាដើមគុណធម៌ទាំងអស់នេះដែលចម្រើនក្នុងចិត្តសន្តានក៏នាំឲ្យបាននៅសេចក្តីសុខសេចក្តីសុខជាកុសលសេចក្តីសុខប្រសិជ្ជៈទោសសេចក្តីសុខនេះមិនមែនជាកុសលវិបាកទេសេចក្តីសុខជាកុសលវិបាកដោយឡែកផ្សេងតែខ្ញុំកណ្ដាលខ្ញុំបានក្នុងវេលាគ្រានេះចង់បញ្ជាក់អំពីសេចក្តីសុខដែលប្រព្រឹត្តទៅជាកុសលណាសេចក្តីសុខក្នុងកុសលទាំងសេចក្តីសុខដែលមានសទ្ធាមានសតិមានហិរិអតបៈសពគ្រប់ទាំងអស់ធ្វើឲ្យប្រសិជ្ជៈទោសមានលោភៈទស្សៈមោហៈសេចក្តីកំណាញ់សេចក្តីចំណែនជាដើមក្នុងចិត្តសន្តានហើយបានសេចក្តីសុខនេះគឺជាចំណុចសំខាន់និងជាអាកំបាំងមួយដែលមនុស្សលោកយើងមិនងាយរកឃើញទេចង់បានសេចក្តីសុខប្រព្រឹត្តទៅនៅក្នុងកាមគុណចង់បានសេចក្តីសុខត្រូវទៅសម្លាប់គេជាបាបបៀតបៀនគេយកឈ្នះគេទៅដើម្បីឲ្យខ្លួនឯងបានសុខទៅលួចទៅប្លន់គេទៅនិងប្រព្រឹត្តទុច្ចរិតផ្សេងទៀតដោយគិតថាខ្លួនឯងបានសុខនិងដោយច្រើនទៀតឯចំណែកពុទ្ធបរិស័ទយើងគុណម្ចាស់ញាតិញោមស្រីប្រុសទាំងអស់ស្រាប់តែរកអាកំបាំងនៃសេចក្តីសុខបានច្បាស់ឃើញថាសេចក្តីសុខនៅត្រង់ណាគឺនៅត្រង់វាចាអំពើបាបទាំងឡាយទាំងពួងហើយស្វែងរកនៅកុសលជាសេចក្តីសុខតាមផ្លូវចិត្តជាសេចក្តីសុខប្រព្រឹត្តទៅក្នុងការធ្វើទានក្នុងការរក្សាសិលមានសទ្ធាជឿគុណបរតនត្រ័យមានការលះបង់នៅសេចក្តីប្រកាន់ការជាប់ជំពាក់ទៅនៅក្នុងអ្វីផ្សេងហើយអប់រំចិត្តឲ្យស្ងប់រងាប់មានយោនិសោមនសិកាធ្វើទុកក្នុងចិត្តដោយបាយនៃប្រាជ្ញាល្អក្តីសុខក៏ចម្រើនប្រាក់អស់មែនប៉ុន្តែបានសេចក្តីសុខណាអស់ពេលវេលាសម្រាប់ប្រកបមុខរបររត់ទទួលទានមែនប៉ុន្តែបានមករក្សាសិលបានសេចក្តីសុខឃើញញាតិញោមស្រីប្រុសទាំងអស់តាំងពីម្សិលរហូតមកព្រឹករហូតមកដល់ថ្ងៃនេះអញ្ជើញមកគឺមានទឹកមុខស្រស់បោះគ្រប់គ្នាសប្បាយរីករាយញញឹមតែហ្មងចឹងអាហ្នឹងគឺមកពីអីមកអំពីចិត្តនឹងមានបៃតៈជ្រះថ្លាតាមឲ្យចិត្តចូលមកក្នុងពោជនីយដ្ឋានចូលមកឃើញសក្ព្រមចារីឃើញបកណាគុណម្ចាស់សប្បាយរីករាយជ្រះថ្លាណាស់តែចឹងចិត្តជាបន់ជាកុសលទាំងហើយសប្បាយមនុស្សគ្រប់គ្នារស់កន្លែងនឹងអត់ឃើញទេទាំងបើសិនជារស់សេចក្តីសុខកន្លែងនឹងឃើញនោះគឺមិនមែនត្រឹមតែសុខខ្លួនឯងទេចែកចាយផ្សព្វផ្សាយសេចក្តីសុខឲ្យដល់អ្នកដទៃទៀតផងពេញភូមិពេញស្រុកពេញនគរទាំងប៉ុន្តែមិនងាយទេព្រោះសម្បត្តិបុកនេះជាសម្បត្តិថ្លៃថ្លាឧត្តមឧត្តមណាស់ដែលអាចឈានទៅរកភាពជាបុគ្គលពងខ្ពស់មានព្រះសម្មាសម្ពុទ្ធព្រះវិជ័យកពុទ្ធអគ្គសាវកពុទ្ធក៏អាស្រ័យសម្បត្តិបុណ្យនេះដែរគឺតើតែអ្នកសន្សំបុណ្យរឿយជាឧបនិស្ស័យមក
មានបញ្ញាយល់ដឹងថាសេចក្តីសុខនៅក្នុងចិត្តសន្តានហ្នឹងត្រូវសម្រេចបានពីសទ្ធាពីសិលពីការស្ដាប់ពធពីចាគៈការធ្វើទាននិងពីការមានបញ្ញាដែលសុខនឹងចម្រើនអញ្ចឹងដូច្នេះយើងមានចាំបាច់ទៅសម្លាប់គេទៅលួចគេទៅប្រព្រឹត្តខុសក្នុងកាមេទៅនិយាយកុហកទៅបរិភោគទឹកស្រវឹងឬក៏ទៅប្រព្រឹត្តអបាយមុខផ្សេងអីដើម្បីបានសេចក្តីសុខបើសេចក្តីសុខសម្រេចបានពីការដែលយើងជឿគុណបរតនត្រ័យដែលសុខសម្រេចបានពីការដែលយើងធ្វើទានអញ្ចឹងយើងមិនក៏មិនមករស់សេចក្តីសុខពិតប្រាកដក្នុងចិត្តសន្តានរបស់ខ្លួនទៅចាំបាច់សន្សំកពីរាធ្វើអីបើសេចក្តីសុខអាចបានយ៉ាងតិចនិងប្រសិជ្ជៈទោសប្រសិជ្ជៈពីរាយ៉ាងហ្នឹងហ្នឹងមកពីមិនដឹងទេមិនដឹងនឹងវាជាបាបមួយមានទោសដ៏ធ្ងន់ហើយកម្រលះបានណាស់គឺការមិនដឹងហ្នឹងអញ្ចឹងដូច្នេះក្នុងវេលាគ្រានេះនឹងប្រកេនគុណវិចារអញ្ជើញលោកគ្រូបងលោកអ៊ំកំអេវលោកបងឡាំធានបងជុំចំណិតដើម្បីសម្ដែងរៀបរាប់អំពីសេចក្តីសុខដែលត្រូវអប់រំចម្រើនក្នុងចិត្តសន្តានតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាសេចក្តីសុខដែលប្រសិជ្ជៈទោសសេចក្តីសុខជាយានដើម្បីទៅកាន់ព្រះនិព្វានព្រោះការដែលយើងប្រព្រឹត្តបដិបត្តិដើម្បីបានដល់នៅទីបំផុតទុក្ខគឺមិនមែនជាការដែលយើងត្រូវទៅធ្វើឲ្យទុក្ខលំបាកដោយទុក្ខរកិរិយាធ្វើឲ្យលំបាកកាយអត់ប្រយោជន៍នោះឯណាហើយក៏មិនមែនជាការប្រកបខ្លួនឲ្យជាសុខអីទៅនៅក្នុងកាមគុណនោះដែរអញ្ចឹងគឺត្រូវតែជាសេចក្តីសុខដែលប្រព្រឹត្តទៅក្នុងកុសលសេចក្តីសុខដែលប្រសិជ្ជៈទុក្ខជាសេចក្តីសុខដែលប្រព្រឹត្តទៅដើម្បីព្រះនិព្វានដែលជាទីបំផុតនៃសេចក្តីទុក្ខសម្រាប់ពុទ្ធបរិស័ទយើងគ្រប់ព្រះអង្គគ្រប់គ្នាគឺត្រូវនៅក្នុងមេគាគឺសេចក្តីសុខដែលប្រសិជ្ជៈទោសនេះឯងជាដំណើរទៅកាន់ព្រះនិព្វានអត់មានដើរនៅក្នុងផ្លូវដទៃទេមិនមែនដើរក្នុងផ្លូវនៃសេចក្តីទុក្ខគឺអត់ទេទុក្ខកាយទុក្ខចិត្តអត់មែនជាដំណើរផ្លូវទៅកាន់ព្រះនិព្វានអីទេហើយសេចក្តីសុខសប្បាយដោយលោភៈដោយមោហៈទៅក្នុងកាមគុណក៏មិនមែនជាផ្លូវទៅព្រះនិព្វានដែរប៉ុន្តែក៏គឺជាសេចក្តីសុខដែលប្រសិជ្ជៈទោសដែលសុខក្នុងកុសលហ្នឹងអញ្ចឹងសេចក្តីសុខនឹងត្រូវសម្រេចបានអំពីការប្រព្រឹត្តយ៉ាងណាខ្លះចឹងទាំងត្រូវប្រព្រឹត្តយ៉ាងណាធ្វើយ៉ាងណាអប់រំយ៉ាងណាគិតយ៉ាងណាយល់យ៉ាងណាដើម្បីបាននៅសេចក្តីសុខសម្រាប់ពុទ្ធបរិស័ទទាំងអស់ទាំងបព្វជិតទាំងឧបាសកញាតិញោមស្រីប្រុសទាំងអស់នេះដើម្បីឲ្យបានជាខំទានឡើងឲ្យបានជាក់ច្បាស់ថាសេចក្តីសុខនឹងត្រូវបានមកអំពីអំពើអ្វីឬក៏ហេតុអ្វីអញ្ចឹងយើងមានសទ្ធាជឿប្រតនត្រ័យស្រាប់ហើយយើងអនុវត្តយើងនឹងប្រព្រឹត្តតាមឱវាទរបស់ព្រះបរមសាស្តាឧទាហរណ៍ដោយព្រះអង្គត្រាស់ថាបាបានាំងអករណੰសុខੰការមិនធ្វើនៅបាបទាំងពួងនាំមកនៅសេចក្តីសុខបានតែប៉ុណ្ណឹងយើងជឿព្រះអង្គយើងតាំងចិត្តដើម្បីមិនធ្វើបាបទាំងពួងនឹងយើងនឹងបានសេចក្តីសុខហើយព្រះអង្គសម្ដែងថាសុខោបញ្ញាសអុជយោការសន្សំបុណ្យនាំមកនៅសេចក្តីសុខនិងខែមួយទៀតគឺយើងប្រឹងប្រែងសន្សំបុណ្យដើម្បីសេចក្តីសុខយើងជឿព្រះស្រាប់ហើយជាដើមទុនសំខាន់ណាស់ឲ្យតែព្រះអង្គសម្ដែងមកថាម៉េចយើងនឹងប្រព្រឹត្តបរិបត្តិតាមឬក៏ព្រះអង្គទ្រង់ត្រាស់សម្ដែងថាការប្រណិប័តមេត្តានាំមកនៅសេចក្តីសុខការប្រណិប័តបិតាក៏នាំមកនៅសេចក្តីសុខនឹងយើងក៏ប្រព្រឹត្តទៅតាមឱវាទរបស់ព្រះបរមសាស្តាខំប្រព្រឹត្តបរិបត្តិគោរពមេត្តាបិតាឬក៏ព្រះអង្គទ្រង់ត្រាស់សម្ដែងថាការស្ដាប់នៅព្រះសទ្ធំហ្នឹងនាំមកនៅសេចក្តីសុខការសម្ដែងនៅព្រះសទ្ធំហ្នឹងក៏នាំមកនៅសេចក្តីសុខយើងក៏ខំស្ដាប់យើងក៏ខំសម្ដែងដើម្បីឲ្យបាននៅសេចក្តីសុខដោយដែលព្រះអង្គទ្រង់ត្រាស់សម្ដែងឬថាសេចក្តីព្រមព្រៀងគ្នារបស់សង្ឃឬពួកក្រុមនាំមកនៅសេចក្តីសុខ
នឹងយើងក៏ខំព្រមព្រៀងគ្នាទៅក្តីជាយាមរបស់អ្នកដែលព្រមព្រៀងគ្នាទាំងឡាយនាំមកនូវសេចក្តីសុខយើងក៏ខំប្រឹងប្រែងជាយាមអញ្ចឹងទៅសេចក្តីសុខកើតមកពីអីខ្លះព្រះសម្មាសម្ពុទ្ធសម្ដែងច្រើនណាស់ជាពិសេសសុខោបញ្ញាបដិលាភោការបានដោយចំពោះនៅបញ្ញានាំមកនៅសេចក្តីសុខហើយធ្វើម៉េចដើម្បីបានបញ្ញាសុខសូសង្ឃលពតេបញ្ញាស្ដាប់ដោយល្អរមែងបាននៅបញ្ញាសូមអនុមោទនាណាសូមកណាគុណចាស់ព្រះអង្គណាមុនទេណាអង្គណាមុនណាព្រះអង្គរកតោសំសម្បត្តិមានប្រកក្តីមុនគេទេណាអញ្ចឹងសូមរតនានិមន្តសុំសិទ្ធិធัวពិរោះទេថ្ងៃហ្នឹងហើយមិនឲ្យច្រើនទេ1 2 3 4 5 6 7 8 9 10 11ក្រេទេ12ទាំងខ្ញុំណាឥឡូវម៉ោង2 13នាទីសូមបកណាគុណម្ចាស់នឹងលោកគ្រូបងអ៊ំជាដើមហ្នឹង10នាទីចឹងណាសល់ពេលសូមបន្ថែមទៀតណាហើយរហូតកម្មវិធីសន្ទនាពធចាប់ពីម៉ោង7ទៅដល់ម៉ោង10យប់ទៀតនៅជំវិញពពោធិព្រឹកហ្នឹងហើយក្នុងវេលាថ្ងៃនេះគឺយើងមានឱកាសសម្រាប់ផងដែរដើម្បីប្រគេនភេសជ្ជៈដល់ព្រះសង្ឃណាចឹងណាសូមជម្រាបញាតិញោមស្រីប្រុសទាំងអស់ដែលបានអញ្ជើញមកគឺជាប្រកដីក្នុងការសិក្សារៀនសូត្រនៅសាលារៀនស្ថាប័ននេះតែងតែប្រគេនភេសជ្ជៈដល់ព្រះសង្ឃទាំងណាតែងតែប្រគេនភេសជ្ជៈគ្រប់អង្គអញ្ចឹងក្នុងថ្ងៃបោសុទ្ធសិលច្រើនណាស់150អង្គ160អង្គអញ្ចឹងទៅហើយថ្ងៃរៀនធម្មតាក៏ប្រគេនភេសជ្ជៈហើយរាប់បាតព្រះសង្ឃនៅសាលារៀនស្ថាប័ននឹងរាល់ថ្ងៃតាំងពីចូលភាសាមកចាប់រាប់ពីថ្ងៃចូលភាសារហូតមកបានជាង 4000 អង្គទៀតនៅសាលារៀនស្ថាប័ននេះណាហើយពីថ្ងៃ13កើតនឹងរាប់បាតព្រះសង្ឃជាង 400 អង្គទៀតនឹងដោយឡែកអំពីជាង 4000 ហ្នឹងគឺជាង 400 អង្គទៀតរាប់បាតដើម្បីឆ្លងនៅនេះលេបឆ្នាំប្រគុណកតលាបក្លោងទ្វារតុបតែងអីផ្សេងដងទង់អីណឹកអីសពគ្រប់ទាំងអស់ក្នុងការរៀបចំកសាងអ្វីផ្សេងជំវិញនេះគឺអស់$3000ទៀតអស់$3000ញាតិញោមចូលខ្លះហើយដែលញាតិញោមបានទុកដាក់ជាបច្ច័យ4សម្រាប់លោកគ្រូហ្នឹងក៏បានបរិច្ចាគក្នុងនឹងទៅផងដែរបានលាបប្រគុណកតនេះសប្បាយចិត្តណាស់បានលាបប្រគុណកតថ្មីស្អាតហើយនឹងភោជនីយដ្ឋានដើម្បីបូជាដល់ប្រតនត្រ័យមានដងទង់មានអំពូលភ្លើងចាំមើលយប់ហ្នឹងភ្លឺប្រងព្រាតចឹងជានិមិត្តនៃបញ្ញាទៀតពន្លឺហ្នឹងជានិមិត្តនៃបញ្ញាភ្លឺណាស់ពន្លឺអ្វីស្មើដោយបញ្ញាអត់មានទេបញ្ញាហ្នឹងភ្លឺឃើញសង្កតធัวគ្រប់យ៉ាងជាសច្ចធម៌ហើយភ្លឺឃើញដល់ទៅព្រះនិព្វានទៀតមានពន្លឺព្រះអាទិត្យទៅចាំណាអាចនាំឲ្យយើងបានឃើញនៅសច្ចធម៌ឃើញដល់និព្វានអត់ទេមានតែបញ្ញាអញ្ចឹងបញ្ញាកើតមកពីការស្ដាប់ព្រះធម៌បញ្ញាកើតមកពីការចេះគិតចេះពិចារណាព្រះធម៌និងកើតមកពីការអប់រំចម្រើនភាវនានៅបញ្ញាអញ្ចឹងសូមញាតិញោមស្រីប្រុសទាំងអស់ត្រេកអរចំពោះបុណ្យកុសលមុននឹងស្ដាប់ព្រះធម៌តទៅនៅការកសាងបូជាបូជនីយដ្ឋានប្រតនត្រ័យនេះក៏ញាតិញោមស្រីប្រុសទាំងអស់នឹងចូលរួមមកទាំងអស់តែគ្នាដែលនៅភ្នំពេញអីហ្នឹងបានទុកដាក់វិច័យ4ឲ្យជូនលោកគ្រូហ្នឹងយកមកបុកសរុបនៅនេះទាំងអស់ហ្នឹងហើយញាតិញោមក៏ចូលមានធំដុំខ្លះមានតិចតួចខ្លះសូមទទួលយកបុណ្យកុសលទាំងអស់បូជាព្រះពុទ្ធព្រះធម៌ព្រះសង្ឃជារតនៈដ៏ឧត្តមឧត្តមក្នុងលោកណាទៀតសូមអនុមោទនានឹងប៉ុណ្ណឹងទៅកើតសេចក្តីសុខបានទៀតហើយទាំងក្តីសុខហ្នឹងយើងត្រូវប្រមូលសន្សំគ្រប់គ្រាគ្រប់ពេលវេលាអញ្ចឹងឯងយើងអត់មានថាអូទៅបបបៃលិនទៅរកជាតិយកសេចក្តីសុខអត់ទេឬក៏ថាអូទៅពីនេះទៅនោះទៅរែងយកសេចក្តីសុខពីណាអត់ទេក្តីសុខគឺយើងសន្សំបន្តិចអញ្ចឹងអង្គុយនៅហ្នឹងមើលតែអ្នកដែលនៅក្បែរនឹងឯងមានរឿងអីដែលគួរឲ្យយើងតោះចិត្ត
យើងដាក់ជំនួសការតោះចិត្តទៅជាមេត្តាទៅវិញយើងបានសេចក្តីសុខអ្វីក៏ដោយគឺយើងអាចដូរអំពីការទុក្ខការលំបាកការចង្អៀតចង្អល់នឹងឲ្យមកជាសេចក្តីសុខដោយមេត្តាដោយករុណាដោយយោនិសោមនសិកាដូច្នេះក្នុង24ម៉ោងយើងសន្សំសេចក្តីសុខបានច្រើនណាស់ក្តីសុខនឹងមានសមថៈនៅក្នុងនឹងគឺស្ងប់នៅក្នុងនឹងមានបញ្ញានៅក្នុងនឹងទៀតការសន្សំចម្រើនសេចក្តីសុខច្រើនយ៉ាងនេះឯងជាការសន្សំបុណ្យដ៏ធំដុំសំខាន់បំផុតណាទៀតមិនមែនជារឿងដែលធម្មតាដោយការដែលយើងអត់មានបញ្ញាមកដឹងជាសេចក្តីសុខយ៉ាងណាមិនដឹងជាសន្សំចម្រើនយ៉ាងម៉េចនោះទេនេះសំខាន់ណាស់ដែលយើងចេះមានបញ្ញាដឹងថានេះជាលោភៈទុសៈមោហៈនេះជាសេចក្តីទុក្ខនេះជាសេចក្តីចង្អៀតចង្អល់កើតមកពីការធ្វើទុក្ខក្នុងចិត្តខុសយ៉ាងនេះអញ្ចឹងហើយយើងត្រូវដូរពីលោភៈទុសៈមោហៈពីសេចក្តីទុក្ខសេចក្តីចង្អៀតចង្អល់ហ្នឹងមកជាយោនិសោមនសិកាចេះធ្វើទុក្ខក្នុងចិត្តចម្រើនតែសេចក្តីសុខដែលប្រសិទ្ធៈទុក្ខចម្រើនមេត្តាសន្សំគ្រប់ពេលវេលាទាំងអស់សន្សំណាស់ចឹងណាស្ដាប់កន្លែងនឹងឲ្យយល់ចឹងគឺតាំងចិត្តសន្សំសេចក្តីសុខគ្រប់ម៉ោងគ្រប់ពេលវេលាគ្រប់ដង្ហើមក្នុងមួយថ្ងៃមាន24ម៉ោងសម្រាប់យើងនឹងសន្សំសេចក្តីសុខឲ្យបានច្រើនក្នុងជីវិតនេះឯងដោយយើងមិនរំពឹងគិតថាយើងនឹងទៅធ្វើសេចក្តីសុខក្នុងទីដតីណាត្រូវទៅយកសេចក្តីសុខពីណាក្រៅតែពីការសន្សំសេចក្តីសុខជាមួយនឹងអារម្មណ៍ផ្លូវភ្នែកជាចំណាកាយចិត្តជំវិញជីវិតយើងរាល់ថ្ងៃនេះទេទាំងសូមអនុមោទនាសូមរតនាគុណចាស់ទាំងណាអ្នកមត្ថរតនតយសាខ្ញុំព្រះអង្គម្ចាស់សូមនមស្ការថ្វាយបង្គំប្រជុំ3នៃប្រតរត្រ័យដោយសេចក្តីសង្ខេបតែប៉ុណ្ណេះហើយនឹងសូមឱកាសពីគុណចាស់គ្រប់ព្រះអង្គដែលគង់នៅទីនេះហើយនឹងសូមឱកាសអំពីពុទ្ធបរិស័ទញាតិញោមទាំងអស់ដើម្បីបានការសម្ដែងនៅព្រះធម៌ដែលមានពេលវេលាខ្លីសម្រាប់គុណចាស់ច្រើននឹងហើយដល់អញ្ចឹងទៅពេលវេលាដល់ចែកទៅវាឃើញខ្លីតែរើសធ្វើអ្វីមកសម្ដែងឲ្យត្រូវនឹងសេចក្តីសុខនឹងឲ្យត្រូវនឹងសេចក្តីសុខនេះដូចពិបាកដែរព្រោះណាក៏ប៉ុន្តែទោះបីជាការប្រព្រឹត្តទៅពិបាកយ៉ាងណាក៏ដោយក៏ខ្ញុំប្រកាសណាអាត្មាភាពព្យាយាមខិតខំដើម្បីនឹងតម្រូវសេចក្តីត្រូវការរបស់គុណចាស់ញាតិញោមពុទ្ធបរិស័ទឲ្យឃើញថាអ្វីទៅដែលហៅថាសេចក្តីសុខពីព្រោះមនុស្សគ្រប់រូបចង់បានសេចក្តីសុខអ្នកមានក៏ចង់បានសេចក្តីសុខអ្នកក្រក៏ចង់បានសេចក្តីសុខពាលក៏ចង់បានសេចក្តីសុខបណ្ឌិតក៏ចង់បានសេចក្តីសុខក៏ប៉ុន្តែមនុស្សជួបប្រទះទៅតាមហេតុបច្ច័យទៅតាមរឿងរ៉ាវនៅក្នុងជីវិតមិនអាចសុទ្ធតែសេចក្តីសុខបានទេក៏ប៉ុន្តែសួរថាចុះបើមិនអាចទប់ទល់នឹងសេចក្តីសុខបានវាតែងតែមានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីជាតិជរាព្យាធិមរណៈសេចក្តីទុក្ខដូច្នេះនឹងគឺសេចក្តីទុក្ខដែលជាសភាវធម៌ពិតដែលជាធម្មជាតិរបស់សត្វលោកដែលមានបញ្ញដ្ឋាននឹងគឺត្រូវតែទទួលឆ្លងកាត់នៅបញ្ហាជីវិតនឹងអញ្ចឹងគឺទុក្ខផងសុខផងទុក្ខផងសុខផងហើយទុក្ខនោះវាច្រើនជាងសេចក្តីសុខហើយដូច្នេះយើងត្រូវធ្វើដូចម្តេចក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឲ្យមានការអប់រំចិត្តដើម្បីយល់ព្រមជាមួយសភាវធម៌គ្រប់បែបយ៉ាងដែលប្រកបចំពោះមុខទោះបីជាកិច្ចការនឹងប្រព្រឹត្តទៅដោយលោភៈក្តីដោយទោសៈក្តីដោយមោហៈក្តីក៏សតិកំណត់ដឹងយល់ព្រមតាមសភាវៈនោះមិនហួងហែងមិនប្រកាន់ជាដើមទើបយើងបានសេចក្តីសុខពីព្រោះចិត្តជាចិត្តដែលថ្លាល្អគឺជាចិត្តដែលមិនមានគ្រឿងសៅមងនៅក្នុងនឹងគឺជាចិត្តមិនមានកង្វល់ការគ្រប់គ្រងផ្ទះមានការស្វែងរកអាហារជាដើមរកទ្រព្យសម្បត្តិគ្រប់គ្រងផ្ទះនឹងគឺព្រះសម្មាសម្ពុទ្ធសម្ដែងដូចជាភ្លើងដែលឆេះមានអណ្ដាតពេលថ្ងៃហើយពេលយប់គឺផ្សែងហុយថែមទៀតមិនចប់ទេ
ព្រោះថានៅពេលថ្ងៃហ្នឹងគឺថាមមាញឹករវល់ខ្វល់ខ្វាយទាំងផ្លូវកាយទាំងផ្លូវចិត្តដើម្បីបានទ្រព្យសម្បត្តិមកគ្រប់គ្រងផ្ទះហើយជឿថាទ្រព្យសម្បត្តិគ្រប់បែបយ៉ាងហ្នឹងនាំមកនូវសេចក្តីសុខឯពេលជប់គឺត្រូវគិតគូរពិចារណាគូប្លង់វាស់វែងថាស្អែកនឹងត្រូវទៅរស់ស្អីដូច្នេះព្រះសម្មាសម្ពុទ្ធសម្ដែងថាផ្សែងឆេះមិនជាប់ទេដូច្នេះតើយើងត្រូវធ្វើយ៉ាងម៉េចថាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាត្រូវបំពេញកុសលគ្រប់បែបយ៉ាងដើម្បីទប់ទល់នឹងសេចក្តីទុក្ខឲ្យបាននៅសេចក្តីសុខស្ងប់តាមរយៈការបំពេញនៅបុណ្យកុសលមានទានមានសិលមានការស្ដាប់ធម៌មានភាវនាថ្នាក់សមថៈមានវិបស្សនាជាដើមដូច្នេះកាលណាយើងឆ្លៀតឱកាសបំពេញនៅកុសលធម៌ទៅចិត្តដែលមមាញឹកកង្វល់ខ្វល់ខ្វាយនឹងអំពើបៀតបៀនឬក៏យ៉ាងណាវាត្រឡប់ផ្ទុយមកវិញគឺបដិបកមកនៅការបំពេញបុណ្យកុសលគ្រប់បែបយ៉ាងតាំងពីកុសលថ្នាក់ទានរហូតដល់កុសលថ្នាក់វិបស្សនាជាដើមនឹងនៅក្នុងអង្គតរនិកាយទស្សកនិបាតព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីការសែបគប់កាលណាយើងសែបគប់ពេញលេញជាមួយនឹងសប្បុរសទៅដែលមានព្រះសម្មាសម្ពុទ្ធជាដើមនាំឲ្យយើងមាននៅការស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធធម្មសាវនំនឹងគឺការស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធហើយស្មាបន្ថែមអង់គ្លេសបន្តិចទៅពីព្រោះថ្ងៃហ្នឹងគឺថាមានបងប្អូនមកពីញាតិញោមពុទ្ធបរិស័ទមកពីក្រៅប្រទេសផងហើយនឹងមានថតជាវីដេអូដើម្បីផ្ញើទៅខាងក្រៅប្រទេសញាតិញោមពុទ្ធបរិស័ទដែលជ្រះថ្លាហើយមិនបានជើញមកដូច្នេះបានជាមានភ្ជាប់ទៅការសែបគប់ជាមួយសប្បុរសគឺបរិស័ទសង្ឃសេវៈនឹងគឺយើងសែបគប់ជាមួយបុគ្គលដែលមានសេចក្តីល្អប្រព្រឹត្តនៅអំពើល្អឬក៏បុគ្គលដែលបានត្រាស់ដឹងអង់គ្លេសហៅថា enlightened person such as the Buddha ជាដើមហ្នឹងហើយនឹងគឺថាអ្នកដែលត្រាស់ដឹងបុគ្គលដែលត្រាស់ដឹងដែលយើងសែបគប់នឹងគឺបុគ្គលដែលជាអ្នកត្រាស់ដឹងមានព្រះសម្មាសម្ពុទ្ធជាដើមហើយកាលណាយើងសែបគប់ជាមួយបុគ្គលដែលមានការត្រាស់ដឹងនឹងគឺយើងស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធដែលហៅថាធម្មសាវនំគឺ listen to the Dharma of the Buddha ណាអត់ទោះខ្ញុំគិតណាឆ្ងល់ថាខ្សែគប់នេះគេធ្វើមិនជាខ្សែគប់ហ្នឹងសូមអនុមោទនានៅការសាកសួររបស់លោកគ្រូការខ្សែគប់គឺការរួមរស់នៅជាមួយការចងជាមិត្តជាសម្លាញ់ដូចជាព្រះសង្ឃអញ្ចឹងគឺមានសព្រមចារីដែលជាភិក្ខុសាមណេររួមរស់នៅក្នុងសង្គមជាមួយគ្នាខ្សែគប់ជាមួយនឹងមិត្តភ័ក្តិគឺនៅក្នុងសាលារៀនគឺយើងរួមរស់នៅជាមួយនឹងមិត្តភ័ក្តិរួមថ្នាក់ជាមួយខ្សែគប់ជាមួយនឹងបុគ្គលដែលជាអ្នកឆ្លាតឆ្លៀសនៅក្នុងធម៌វិន័យគឺលោកដែលជួបប្រសពបស័យតាកទួងគ្រប់បែបយ៉ាងជាមួយបុគ្គលដែលជាបណ្ឌិតឬក៏មានការឆ្លៀសវៃនៅក្នុងពុទ្ធសាសនានឹងឈ្មោះថាការខ្សែគប់លោកគ្រូអញ្ចឹងនឹងដូចជាក្នុងឱកាសនេះចឹងប្រគុណម្ចាស់ក្តីលោកគ្រូធម្មាចារ្យក្តីគឺរស់នៅក្នុងការខ្សែគប់ជាមួយគ្នានឹងជាកល្យាណមិត្តជាបណ្ឌិតជាអ្នកស្រាវជ្រាវនៅព្រះធម៌ជាអ្នកត្រួតត្រងព្រះធម៌នឹងហៅថាខ្សែគប់អញ្ចឹងទៅហើយនឹងឯងដែលគេហៅថាខ្សែគប់ដល់ខ្សែគប់អញ្ចឹងទៅបានស្ដាប់ធម៌របស់សប្បុរសមានធម៌របស់ព្រះសម្មាសម្ពុទ្ធជាដើមដែលអង់គ្លេសហៅថា listening to the Dharma of the Buddha ហ្នឹងហើយដល់កាលណាអញ្ចឹងទៅដល់យើងស្ដាប់ធម៌ហើយស្ដាប់ធម៌ទៀតសិក្សានៅក្នុងពុទ្ធវចនៈមានបត្រៃបិដកមានអត្ថកថាមានដីកាយោជនាជាដើមទៅធ្វើឲ្យយើងនឹងមានសទ្ធាកាន់តែច្រើនឡើងសទ្ធាពីដើមដែលមានបន្តិចបន្តួចឬក៏សទ្ធាដោយការដឹកនាំរបស់បុគ្គលដទៃដោយការចេះដឹងនៅពុទ្ធវចនៈច្រើនទៅសទ្ធានឹងកាន់តែច្រើនឡើង
đó là sự thia căn để tràn láng nước bên nước dân miền đại miền pui sầm rạp nước bầm pin cột sò là thua cột bài giáng đập bên nòm mòn nơi sự sọc được chứ đấyการได้ยังมีสถิติจนเพื่อสมาสัมพุทธสำได้ในขนมเทศกาลในบ้านนั้นท่านนำเอายังมีโยนิสาวมเนสการะปีพระทัวใบขังเลือทัวปีขังเลือคือการใส่กบมุ้ยคือการสลับทัวมุ้ยจิตทัวองทัวขังกลาวจะไปใจได้ช่วยอุปธรรมไปขังกลาวเป็นแต่ดโยนิสาวมเนสการะคือบรรดาบรรโลสัตย์เทียคือเกียรติทัวขังขนมบรรดาบรรโลในสิ่งใดสลังเชื่อคนระบบประรัตนไตรเชื่อดาวนั้นดำใบเชื่อไปใจเอาบ้านประพฤติปรนบ้านในขนมทัวบ้านในสิ่งใดสกนุให้ดอลแต่การมีโยนิสาวมเนสการะให้เปรียสมาสัมพุทธสมได้ท้ายังมีสเตให้ในสัมปันจิเนียสเตโยนิสาวมเนสการะอังเลให้ท้า the right conscienceเพราะ conscience นั้นเป็นมเนสกามเนสกานั้นเป็นอาจจะมเนสกาก็สอนกับบ้านมเนสกาก็สอนกับบ้านดูใช่ไหมบริษัทเชียโยนิสาวมเนสกาวิจิก็สอนอังเลหาทัด the right conscience ให้ดอลแต่วิอะโยนิสาวมเนสการะแต่เจียปะได้ปะระบโยนิสาวมเนสการะอังเลหาทัด wrong conscience ด้วยดิฉันเป็นอาจารย์จีปีขนมพุทธศาสนาก็มีโยนิสาวให้ในขนมภาษาขมายขนมภาษาขมายเยอะก็มีอะโยนิสาวให้จังแต่การมีโยนิสาวมเนสการะเป็นลิงให้เชื่อไปใจนำเอาเมียนสเตะให้หนึ่งสัมปัญญเนียสเตะองทัวบานดอสเตะเจตสิกสัมปัญญเนียองทัวบานดอปัญญาโดยเฉพาะสเตะนั้นอังเลให้ทำ mindfulness สเตะเมียนสเตะทัวไอ้ก็เมียนสเตะขนมการเป็นวงสเตะคือการเป็นวงเวงสเตะคือการระลึกตอนสเตคือการระลึกตอนจิเลขณะโดยเฉพาะการให้ทำ mindfulness ให้ดอสัมปัญญเนียนั้นคือตัดดังคลวนกับดังคลวนนั้นอังเลให้ awareness ให้จีอังทั่วบ้านดอปัญญาอังเลให้ทำ wisdom หนึ่งให้ดอกันนายยังเรียนสเตสัมปัญญเนียชราเอินเตอร์วิจัยอาหารดอกการส่งรวม entry การส่งรวม entry นั่งเมียนจาก country เมียนเพลย์เมียนติเจียจมออันดากายให้นังจัดดังการส่งรวม entry นั่งสำคัญนะเปรียสมาสามพุทธประองค์สำแดงทางการส่งรวม entry อาจบริสุทธิ์เติบบ้านโดยสาสิกได้มินประมาทให้สิกได้มินประมาทนั่งบัดทัวปีบ้านดอสเตะให้นังสามปัญญเนียจังเวดังคเนียตะวิงตะมาจังคณะส่วนรวม entry ด้วยให้บานในสัจจ์ใบคือกายสัจจ์วิจัยสัจจ์หนึ่งมโนสัจจ์ดิฉันตามเฟียถึงใบนึงสัจจ์นึงบานสิได้ทับปะได้ปะจมูกสัจจ์สัจจ์คือมันเบียนเกตามระยะเฟียกายมันเบียนเกตามระยะเพลย์จัดนึกจะนายเนียนี่หรือก็อิสาหรือก็อย่างนานั้นโตมันเนาะไอ้นั้นก็ตามเพลย์จัดนั่งให้ดิฉันวิจารสมได้กับกรวดกับเกลียดหรือก็สมได้เล่ล้อหรือก็สมได้ทัวเอากิจจับเจ้าดาวนั้นก็วิจารตุจริตได้ปัจจัยขนมเปรียบทัวได้สมได้ทีนี้คือบานดอสุจริตใบแต่นำเมียนสุจริตใบให้บานเปรียสมาสามพุทธหาเจีย